We need Greenland from a national security. តើលោកដូណាល់ត្រាំហ៊ានប្រើកម្លាំងយោធាលើសម្ព័ន្ធមិត្តខ្លួនឯងដើម្បីដណ្ដើមយកដែនដីដ៏ធំមួយឬទេសេតវិមានបានប្រកាសយ៉ាងភ្ញាក់ផ្អើលកាលពីថ្ងៃទី6 ខែមករាថាប្រធានាធិបតីដូណាល់ត្រាំកំពុងពិភាក្សាយ៉ាងស្វិតស្វាញពីមធ្យោបាយយកកោះ Greenland មកធ្វើជាកម្មសិទ្ធិរបស់អាមេរិកអ្វីដែលកាន់តែរន្ធត់នោះគឺលោកមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់កម្លាំងយោធាប្រសិនបើចាំបាច់ហេតុអ្វីបានជាលោកត្រាំចង់បានកោះទឹកកកមួយនេះម្លេះចម្លើយគឺសន្តិសុខជាតិលោកមើលឃើញថាការគ្រប់គ្រង Greenland គឺជាយុទ្ធសាស្ត្រចាំបាច់ដើម្បីរារាំងឥទ្ធិពលរុស្ស៊ីនិងចិននៅក្នុងតំបន់អាកតិកទំនុកចិត្តរបស់លោកត្រាំកាន់តែខ្លាំងឡើងក្រោយជោគជ័យក្នុងការបញ្ជាទ័ពឲ្យចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡាលោកនីកូឡាម៉ាឌូរ៉ូកាលពីសប្តាហ៍មុនប៉ុន្តែផែនការនេះកំពុងជួបឧបសគ្គធំព្រោះទាំងដាណឺម៉ាកកាណាដានិងមេដឹកនាំអឺរ៉ុបបានបដិសេធដាច់អហង្ការថា Greenland មិនមែនសម្រាប់លក់ឬសម្រាប់ឲ្យនរណាម្នាក់មកដណ្ដើមតាមចិត្តឡើយប្រសិនបើអាមេរិកសម្រេចចិត្តប្រើកម្លាំងយោធាពិតមែនវាមិនមែនត្រឹមជាការផ្លាស់ប្ដូរផែនទីពិភពលោកទេប៉ុន្តែវាជាការរលាយសាបសូន្យនៃសម្ព័ន្ធភាព NATO នឹងធ្វើឲ្យពិភពលោកបែកបាក់គ្នាជាមិនខាន